សម្រាប់អ្នកដែលគាត់ប្រើទូរស័ព្ទដោយ iPhone ណាជាទូទៅគាត់តែងតែយក app ដែលគាត់អាសាប្រើប្រាស់ជាងគេហ្នឹងយកមកដាក់ home screen ផ្នែកខាងក្រោមដើម្បីងាយស្រួលរកងាយស្រួលប្រើប្រាស់បានឆាប់រហ័សចឹងទៅប៉ុន្តែអាផ្នែកខាងក្រោមនៃ home screen របស់ iPhone ហ្នឹងជាទូទៅគឺយើងអាចដាក់បានតែ4 app ទេចុះបើសិនជាយើងមាន app ដែលយើងត្រូវអាសាប្រើហ្នឹងច្រើនជាង4ដែលយើងគួរធ្វើមិនទៅចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីវិធីសាស្ត្រមួយទៀតដែលយើងអាចយក app ដែលយើងអាសាប្រើប្រាស់ផ្សេងទៀតហ្នឹងយកទៅដាក់នៅក្នុង control center បានដល់ឥឡូវហ្នឹងដែរគឺយើងអាចធ្វើការ add app ដែលយើងបាន install ទាំងអស់នៅលើទូរស័ព្ទដៃ iPhone របស់យើងហ្នឹងចូលទៅក្នុង control center ហើយយើងបើក app ចេញពី control center បានតែម្ដងចំពោះវិធីសាស្ត្រមួយហ្នឹងដែរគឺងាយៗទេដំបូងឡើយអ្នកនរគ្រាន់តែចូលទៅកាន់ control center របស់អ្នកទាំងអស់គ្នាទៅហើយធ្វើការសកត់ទៅលើអេក្រង់ផ្នែកណាមួយក៏បានដែរប្រហែលជា1វិនាទីទៅ2វិនាទីទៅគឺវានឹងចេញទម្រង់បែបហ្នឹងមកបន្ទាប់ទៀតអ្នកនរគ្នាយកពាក្យថា add a control កន្លែងនេះមកហើយអ្នកនរគ្នាធ្វើការ search ពាក្យ application ដែលយើងគ្រាន់តែវាយ app មកយើងនឹងឃើញ icon មួយរូបការ៉េ4ជ្រុងហ្នឹងហើយមានពាក្យពីខាងក្រោមដាក់ថា open app អ្នកនរគ្នាចូលមកកន្លែងហ្នឹងមកហើយយកពាក្យថា choose គឺយើងអាច select application ដែលយើងចង់បើកចេញពី control center ហ្នឹងបានហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការបើកទៅលើ ABA Mobile នៅកន្លែងនេះអ្នកនរគ្នាគ្រាន់តែចុចទៅលើ ABA Mobile តែប៉ុណ្្នឹងមកហើយអ្នកនរគ្នាចេញមកខាងក្រៅវិញទៅគឺយើងនឹងឃើញ ABA app នៅលើហ្នឹងហើយអញ្ចឹងយើងគ្រាន់តែធ្វើការសេរីតាមអ្វីដែលយើងគិតថាស័ក្តិសមស្អាតសម្រាប់ទូរស័ព្ទដៃរបស់យើងទៅហើយយើងចុចកន្លែងណាមួយនៅអេក្រង់មកគឺរួចរាល់ហើយអញ្ចឹងឧទាហរណ៍ថាពេលណាដែលអ្នកនរគ្នាត្រូវការបើក ABA Mobile រៀងបញ្ញាប់អីអ្នកនរគ្រាន់តែធ្វើការ scroll ចេញពី control center មកហើយចុចមកកន្លែងហ្នឹងមកគឺអ្នកនរគ្នាអាចធ្វើការបើកនៅ app ABA Mobile របស់អ្នកនរគ្នាបានហើយចំពោះ application អីផ្សេងៗទៀតក៏យើងអាចធ្វើបានដូចគ្នាដែរ